ចាសួស្តីបងប្អូនទីស្រឡាញ់អរគ្នាថ្ងៃនេះគឺជាឆ្នាំ2026ខែ1ថ្ងៃទី9ហើយបងប្អូនអរគ្នាតើទទួលបានអារម្មណ៍បែបណាដែរបងប្អូនខ្លះគាត់បានត្រៀមចិត្តត្រៀមកាយរួចរាល់ហើយនេះគឺជាយុគ9មានន័យថាគឺជាយុគភ្លើងឆ្នាំភ្លើងអញ្ចឹងគឺជាចូលឆ្នាំសកលឲ្យបងប្អូនអរគ្នារៀងក្តៅបន្តិចហើយបងប្អូននឹងសង្កេតឃើញមនុស្សជុំវិញរបស់បងប្អូនអរគ្នានឹងមានអារម្មណ៍ឆេវឆាវចាស់ជាងមុនអញ្ចឹងឆ្នាំនេះគឺជាឆ្នាំដែលលាតត្រដាងការពិតមានន័យថាមិនធ្វើឲ្យត្រឡប់ចាស់ធ្វើឲ្យមនុស្សមានអត្តចរិតបែបណានឹងបញ្ចេញអត្តចរិតបែបហ្នឹងតែម្ដងបងប្អូនអរគ្នាចាអញ្ចឹងនេះហើយជាមូលហេតុដែលបងប្អូនអរគ្នាត្រូវតែមានការសមាធិហើយនិយាយក្នុងការសមាធិនេះយើងកុំមិនមែនសមាធិឲ្យជ្រៅជ្រះដែលយើងលែងចង់មានចង់បានអីទេអត់ទេបងប្អូនអរគ្នាគ្រាន់តែយើងពេលដែលយើងសមាធិយើងតម្កល់ចិត្តយើងឲ្យនឹងយើងនឹងមានសតិបញ្ញាមួយដែលដឹកនាំជីវិតរបស់ខ្លួនឯងនេះចាកុំឲ្យទៅខឹងកុំឲ្យទៅឆ្លោះកុំឲ្យទៅស្អប់កុំឲ្យទៅច្នែនកាលណាដែលយើងទៅខឹងទៅឆ្លោះទៅស្អប់ទៅច្នែនច្បាប់នៃការស្រូបទាញធ្វើការដោយអូតូម៉ាទិកវានឹងទាញរឿងនឹងឲ្យយើងកាន់តែច្រើនឡើងយ៉ាងពិតប្រាកដចាព្រោះច្បាប់គឺជាច្បាប់មិនអាចប្រឆាំងតវ៉ាបានទេនៅពេលដែលយើងគិតបែបណាគឺយើងនឹងទទួលអារម្មណ៍បែបហ្នឹងយ៉ាងពិតប្រាកដចាអញ្ចឹងចំណុចទី1បងប្អូនទាំងអស់គ្នាត្រូវតែយកភាពការគិតអវិជ្ជមានឲ្យបានលឿនបំផុតហើយបងប្អូនអរគ្នាចង់ដឹងថាអាចធ្វើបែបណាដើម្បីបដូរការគិតអវិជ្ជមានមកវិជ្ជមានឲ្យបានលឿនបងប្អូនចូលរៀននៅក្នុងខ9ថ្ងៃលាងទឹកខ្មៅយកជីវិតថ្មីរបស់មាដាមសេដ្ឋីកាព្រោះរាល់ថ្ងៃគឺខ្ញុំតែងតែអប់រំចិត្តខ្លួនឯងខ្ញុំបង្រៀនចិត្តខ្លួនឯងខ្ញុំដឹកនាំចិត្តខ្លួនឯងព្រោះខ្ញុំដឹងថាជីវិតរបស់យើងមានតែយើងចេះដឹកនាំជីវិតរបស់យើងទេចាដឹកនាំចិត្តរបស់យើងមិនឲ្យទៅគិតអ្វីដែលផ្ដេសផ្ដាស់ចាហើយយើងក៏មានវិធីការឬក៏ក្បួនការធ្វើបែបណាដើម្បីឲ្យយើងអាចគ្រប់គ្រងចិត្តរបស់យើងបានអញ្ចឹងបងប្អូនអរគ្នាក្នុងយុគនេះបងប្អូនអរគ្នាមិនថាមានរឿងអ្វីទេនៅក្នុងក្រុមគ្រួសារមិនថាកូនរបស់យើងដែលគាត់មានចិត្តឆេវឆាវប្តីរបស់យើងបងប្អូនរបស់យើងឪពុកម្ដាយរបស់យើងនឹងមានការផ្លាស់ប្ដូរពីមុនមិនដូចឥឡូវទេចាអញ្ចឹងក្នុងនាមយើងគឺជាមនុស្សម្នាក់ដែលមានការសមាធិបងប្អូនត្រូវតែប្រើចិត្តតិចឲ្យខ្លាំងមេត្តាឲ្យខ្លាំងមេត្តាឲ្យខ្លាំងមេត្តាឲ្យខ្លាំងថយមួយជំហានឲ្យដកដង្ហើមវិញចេញវិញចូលឲ្យបាន7ដងចាំបងប្អូនហាមកនិយាយរឿងអ្វីក៏ដោយសារអីគាត់ធម្មតាបងប្អូនពេលដែលខ្ញុំមកដល់ផ្ទះមនុស្សជាច្រើនតែទៅសួរខ្ញុំថាទៅសមាធិទៅស្លៀកពាក់សអីចឹងកាន់សិលលេងចង់បានអីអត់ទេបងប្អូនអរគ្នាចាគឺខ្ញុំបាត់បែនទៅតាមស្ថានភាពទៅតាមស្ថានភាពនៃកាលៈទេសៈព្រោះខ្ញុំត្រូវតែអប់រំចិត្តរបស់ខ្ញុំខ្លះហើយព្រោះខ្ញុំជាមនុស្សម្នាក់ដែលពីមុនមកក៏មានការឆេវឆាវដែរព្រោះខ្ញុំជាមនុស្សម្នាក់ដែលចង់បានលោភលន់ធ្វើបាបខ្លួនឯងតែពេលនេះថ្ងៃនេះគឺខ្ញុំអប់រំចិត្តរបស់ខ្លួនឯងឲ្យដើរមួយផ្លូវមួយឲ្យប្រើបញ្ញាចាមិនប្រើអារម្មណ៍ដឹកនាំជីវិតទេគឺប្រើបញ្ញាដឹកនាំជីវិតទើបយើងមិនសូវខុសណាបងប្អូនអរគ្នាអញ្ចឹងដែលយើងមួយថ្ងៃចេះតែជួបរឿងចេះតែជួបបញ្ហាមកពីការគិតអវិជ្ជមានរបស់យើងតែយើងមិនដឹងយើងនៅតែគិតវាបន្តហើយបន្តទៀតយើងនឹងជួបរឿងហ្នឹងដដែលចាចេះតែចូលមកច្រើនឡើងក៏ប៉ុន្តែនៅពេលដែលយើងបញ្ឈប់ការគិតអវិជ្ជមានចាគឺយើងនឹងជួបរឿងល្អចូលមកកាន់ជីវិតយ៉ាងពិតប្រាកដព្រោះគ្រប់យ៉ាងទាំងអស់វាដើមហេតុមកពីយើងទាំងអស់មិនមែនមកពីអ្នកណាទេកុំបន្ទោសអ្នកណាទាំងអស់មកពីយើងទាំងអស់ចាគ្រប់រឿងគ្រប់រ៉ាវបើសិនជាយើងអាចគ្រប់គ្រងនៃរឿងមួយហ្នឹងបានវាអត់ចូលមកកាន់ជីវិតរបស់បងប្អូនទេពេលដែលយើងបដូរវាផ្លាស់វាឲ្យបានលឿនវានឹងបញ្ចូលមកកាន់ជីវិតរបស់បងប្អូនជាដាច់ខាតចាអូខេអញ្ចឹងคลิปវីដេអូមួយនេះមានប៉ុណ្ណឹងដើម្បីចែករំលែកជូនដល់បងប្អូនអរគ្នាធ្វើចិត្តឲ្យត្រជាក់ប្រាប់ខ្លួនឯងយកដៃដាក់បេះដូងបែបនេះប្រាប់ថាសិទ្ធិកាឲ្យមានចិត្តត្រជាក់ចិត្តជាទឹកប្រាប់ខ្លួនឯងបែបនេះបងប្អូននឹងឆ្លងកាត់បានគ្រប់រឿងទាំងអស់ចាអូខេដោយក្តីស្រឡាញ់និងបំណងអពីមាដាមសេដ្ឋីកាជម្រាបលាបាយ